សួស្តីអ្នកនរនេះខ្ញុំមានរឿងមួយចង់និយាយប្រាប់អ្នកនរអំពី iceberg ថាតើ iceberg ជាអ្វីដែរហើយគេប្រើវាក្នុងគោលបំណងអ្វី iceberg គឺជាផ្ទាំងទឹកកកពីរដុំដែលមួយលេចផុសចេញពីទឹកហើយមួយទៀតលេចចូលក្នុងបាតទឹកហើយគេប្រើវាក្នុងគោលបំណងប្រៀបធៀបទិន្នន័យប្រៀបធៀបវីដេអូប្រៀបធៀបហ្គេមប្រៀបធៀបព្រឹត្តិការណ៍ព័ត៌មានផ្សេងនិយាយរួមទៅគឺគេប្រៀបធៀបក្នុងគោលបំណងដាក់បន្ទុកឬក៏ប្រៀបធៀបពីចំណុចខ្សោយទៅចំណុចខ្លាំងនៃព្រឹត្តិការណ៍វីដេអូហ្គេមផ្សេងនោះអ្នកនរប្រហែលជាយល់ខ្លះហើយអំពីវាតែថាខ្ញុំដាក់រូបឲ្យអ្នកនរមើលនេះគឺជារូបរបស់ iceberg ហើយគេបែងចែកវាក្នុង8ដំណាក់កាលទី1 level 1រហូតដល់ level 8 ហើយ level 1និយាយរួមទៅគឺជា level ដែលយើងជួបប្រទះចាំថ្ងៃគឺជាវីដេអូព្រឹត្តិការណ៍ផ្សេងរឿងផ្សេងយើងធ្លាប់ទស្សនាពីមុនមកចាំថ្ងៃអញ្ចឹងណាតែចំណុចដល់ level 4ចុះក្រោមដល់ level 8គឺជាវីដេអូឬគេប្រភេទ game ផ្សេងវីដេអូផ្សេងដែលអ្នកនរមិនសូម្បីតែអាចនឹងមើលវាម្ដងផងដោយសារពួកវីដេអូឬ game ទាំងអស់នោះជាពពួក game ឬក៏ជាវីដេអូដែលស្ថិតនៅក្នុង website ងឹតឬក៏ជា game មួយប្រភេទដែលមិន recommend សម្រាប់កូនក្មេងលេងឬក៏ត្រូវការមានអ្វីពិសេសសម្រាប់លេងអញ្ចឹងទៅរីឯវីដេអូដែលស្ថិតនៅ level 4ចុះក្រោមទៅដល់ level 8នោះពីច្រើនវីដេអូដែលស្ថិតនៅក្នុងwebsite ងឹតដូចជា website dark web website អីផ្សេងទៅនិយាយរួមទៅគឺជាវីដេអូដែលតកតងនឹងការជួញដូរគ្រឿងញៀនការកាត់សម្លាប់ជួញដូរកុមារស្ត្រីផ្លូវផ្សេងវីដេអូឃាតកម្មអីផ្សេងទៅឥឡូវនេះកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងលើកហ្គេមចំនួន3ប្រភេទដែលនឹងនិយាយប្រាប់អ្នកនរតែហ្គេមនោះគឺសុទ្ធតែគេ rate នៅក្នុង iceberg នោះទាំងអស់ពីហ្គេមដែលមានភាពភ័យខ្លាចតិចតួចទៅដល់ហ្គេមដែលគេ rate ឲ្យនៅក្នុង iceberg level 8គឺជាហ្គេមដែលស្ថិតនៅក្នុងហ្គេមដែលរៀងខ្លាំងដែរគាត់ថាហ្គេមដែលខ្ញុំមកនិយាយនោះគឺជាហ្គេមដែលយើងអាចនឹងលេងបានមិនគេអត់បិទហាមឃាត់ទេអាចលេងបានហ្គេមទី1នោះមានឈ្មោះថា Five Nights at the Freddy ជាហ្គេមមួយដែលយើងតួអង្គយើងជាតួអង្គសន្តិសុខឬក៏ជាតួអង្គដែលត្រូវមើលការខុសត្រូវទៅលើតុក្កតាខ្លះមុំនៅក្នុងហ្នឹងហ្គេមនេះជាប្រភេទហ្គេមដែលភ័យខ្លាចដែរគាត់ថាគេបើកឲ្យក្មេងៗកុមារអីលេងតែអ្នកនរគ្នាប្រហែលជាស្គាល់ហ្គេមខ្លះដោយសារ streamer ឬក៏ YouTuber ផ្សេងគេបានយកហ្គេមហ្នឹងសម្រាប់ការផុសជាវីដេអូទៅហ្គេមហ្នឹងគឺថាយើងជាសន្តិសុខដែលត្រូវមើលការខុសត្រូវទៅលើរោងចក្រមួយរយៈពេល5ថ្ងៃចង់ដឹងថាតុក្កតាដែលស្ថិតនៅក្នុងរោងចក្រនោះមានភាពប្រកបដីឬក៏មានភាពខុសប្លែកមួយខ្លះហើយតុក្កតាទាំងអស់នោះគឺជាតុក្កតាដែលមានវិញ្ញាណកូនក្មេងស្ថិតនៅឥឡូវចូលទៅហ្គេមដែល rate នៅក្នុង level 4មុននឹងខ្ញុំនិយាយអំពីហ្គេមដែលគេ rate នៅក្នុង level 1ហើយហ្គេមទី2បន្ទាប់នេះគឺស្ថិតនៅក្នុង level 4ដែលស្ថិតនៅក្នុង iceberg ដូចគ្នាហ្គេមនោះមានឈ្មោះថា Bloodborne ហ្គេមហ្នឹងគឺជាហ្គេមប្រភេទ survival ដែរគាត់ថាវាមិនមែនមានយើងដើរក្នុងព្រៃអីបានទេជាហ្គេមមួយដែលយើងត្រូវធ្វើ mission ដូចជាវាយបិសាចហើយក្នុងការវាយបិសាចនោះមិនមែនស្រួលទេគឺជួបតែបិសាចដែលមានសភាពអាក្រក់មើលហើយជួបនៅការលំបន្លាចពីពួកខ្មោចមួយចំនួនហើយបើហ្គេមនេះគេមិនរ៉ាត់ឲ្យកុមារលេងទេដោយសារតែការលេងហ្គេមហ្នឹងទៅវាអាចធ្វើឲ្យកុមារមានភាពភ័យខ្លាចត6ឡើងទៅបាទចឹងហើយទើបវាស្ថិតនៅក្នុង level 4គឺគេមិនស័ក្តិសមនឹងកុមារលេងទេដោយសារតែហ្គេមហ្នឹងមាននៅភាវៈអត់ល្អមាននៅបិសាចដែលមើលទៅវាគួរអាក្រក់មើលណាហើយការលងបន្លាចចំនួននៃខ្មោចក្នុងហ្នឹងទៅយើងបាននិយាយអំពី level 1គឺហ្គេម Five Nights at Freddy ហ្គេមទី2ហ្គេម level 4គឺហ្គេម Bloodborne ហើយហ្គេមនៅក្នុង level 8នោះអ្នកនរប្រកាសជាស្គាល់វាច្បាស់ហើយហ្គេមហ្នឹងគឺយើងអាចលេងទូទៅបានដោយមិនត្រូវការ link ឬក៏ត្រូវការអីណាស់ទេគឺយើងអាចលេងបានយើងអាចចំណាយលុយទិញវាលេងបានហ្គេមនោះគឺហ្គេមHome Sweet Home អ្នកនរប្រហែលជាស្គាល់ដោយសារ streamer នៅខ្មែរមួយចំនួន
ពួកគាត់បានយកកែហ្នឹងយកមកបង្ហាញលេងឲ្យអ្នកគ្នាមើលដែរមើលទៅវាគួរឲ្យខ្លាចដែរហើយក៏វារន្ធត់ខ្លះដែរតែកែហ្នឹងគឺជាកែរបស់ប្រទេសថៃដែលស្ថិតនៅក្នុងឆ្នាំ2017បង្កើតដោយជនជាតិថៃផ្ទាល់កែហ្នឹងតាមសាច់រឿងវាគឺច្រើនវគ្គតែវគ្គនីមួយៗមានវគ្គសិស្សសាលាវគ្គរបាំវគ្គផ្សេងទៀតតែខ្ញុំអត់អាចនឹងនិយាយប្រាប់អ្នកគ្នាទេដោយសារតែខ្ញុំខ្លាចនិយាយទៅវាខុសដោយសារខ្ញុំអត់បានលេងវាមុនមកតែខ្ញុំអាចនិយាយពីសាច់រឿងមួយចំនួនប្រាប់អ្នកគ្នាបានតែហ្គេមហ្នឹងគឺយើងស្ថិតនៅក្នុងសាលារៀនមួយឬក៏ផ្ទះមួយតែការដំបូងហ្នឹងគឺយើងធ្វើមិនដើម្បីចាក់ចេញពីសាលារៀននោះតួអង្គរបស់យើងហ្នឹងមានជួបហេតុការណ៍លោបន្លាស់ជាច្រើនឲ្យសិស្សសាលាវគ្គបន្ទាប់ទៀតមករបាំទៅខ្ញុំនឹងដាក់វីដេអូដល់អ្នកមើលដែរនេះបាទវីដេអូវាអូខេចាយអើយចាយខ្ញុំទៅមុនហើយចាក់ងាប់ឡើយអញជាប់ក្លេរអូខ្មោចសៀវមិនក្រិតបាទ Alright វីដេអូយើងមានប៉ុណ្្នឹងទេអ្នកនរគ្នាហើយសង្ឃឹមថាអ្នកនរគ្នាជួយ Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូប្លែកថ្មីអំពី Iceberg ទៀតក្នុងវីដេអូក្រោយខ្ញុំនឹងលើករឿងគេសម្ដែងផ្ទាល់គាត់ថាជារឿងបែបរន្ធត់ដែលគេរ៉េតឲ្យក្នុង Iceberg ពី level 1 level 4 និង level 8ដូចកាលហ្នឹងទៀតបើសិនអ្នកចង់មើលវគ្គក្រោយសូមភ្លេចចុចមេដៃ Subscribe និងចុច Share អ្នកមួយផងអរគុណសម្រាប់តាមវីដេអូថ្ងៃនេះ Goodbye see you next time